បាទចឹងជាបឋមសូមគោរពនឹងជម្រាបសួរដល់គណៈនាយករងលោកគ្រូដែលទទួលបន្ទុកផ្នែក ICT នៅក្នុងសាលាទាំងអស់ទាំង25វេទនីខេត្តបាទចឹងចំពោះវីដេអូនេះខ្ញុំនឹងចែករំលែកអំពីរបៀបនៃការស្រង់វត្តមានក្នុងករណីដែលសាលាយើងទើបតែធ្វើការអនុវត្តការប្រើប្រាស់ប្រព័ន្ធបាទអញ្ចឹងយើងចង់សង់វត្តមានសម្រាប់សិស្សនៅក្នុងខែដែលកន្លងផុតហើយអញ្ចឹងចំពោះការស្រង់វត្តមាននេះគឺមានន័យថាលោកគ្រូអាចអនុវត្តបានចំពោះតែនៅលើ portal ទេបាទនៅលើ computer ណាលោកគ្រូបាទអញ្ចឹងសម្រាប់អ្នកដែលអាចយកវត្តមានបានគឺយើងបែងចែកជូនសម្រាប់2ទូនាទីទី1សម្រាប់គ្រូបន្ទប់ថ្នាក់ហើយមួយទៀតគឺសម្រាប់គណៈគ្រប់គ្រងប្រព័ន្ធបាទមិនថា ICT ទេឲ្យតែគាត់មានសិទ្ធិនៅក្នុងការគ្រប់គ្រងប្រព័ន្ធគឺគាត់អាចធ្វើការស្រង់វត្តមាននឹងបានដូចគ្នាបាទអញ្ចឹងដើម្បីយើងអាចធ្វើការស្រង់វត្តមានបានគ្រូអាចធ្វើដូចសពមួយដងហើយយើងធ្វើការ login ចូលទៅក្នុង system សិនមកបាទអញ្ចឹងកន្លែងលេខកូដសាលាក៏ដូចជាលេខគណនីនិងពាក្យសម្ងាត់នេះលោកគ្រូធ្វើការបំពេញទៅតាមភាពជាក់ស្ដែងបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការចូលមកដល់ក្នុងប្រព័ន្ធរួចរាល់ហើយសូមឲ្យលោកគ្រូត្រួតពិនិត្យនៅលើផ្នែកខាងលើមកជាជំហានដែលចាំបាច់បំផុតជា default ពេលដែលលោកគ្រូ login ចូលមកវានឹងចាប់នៅលើផ្នែកទូទៅនេះជា default ហើយជាទម្រង់ដើមហើយតែបើសិនក្នុងករណីដែលសាលាលោកគ្រូអាសា login ចូលទៅលើផ្នែកផ្សេងៗហើយពេលដែលយើងចូលមកម្ដងទៀតយើងឃើញនៅលើផ្នែកនោះបាទលោកគ្រូត្រូវធ្វើការផ្លាស់ប្ដូរមកជាផ្នែកទូទៅដូចនេះបាទអញ្ចឹងបន្ទាប់ពីយើងបដូររួចរាល់ហើយលោកគ្រូមើលមកខាងឆ្វេងដៃយើងប្រកាសជាឃើញមុខងារដូចដែលខ្ញុំបានកំពុងតែដាក់ cursor នៅខាងលើនេះបាទដែលមានដូចជាផ្ទាំងគ្រប់គ្រងសេចក្តីប្រកាសផ្សេងៗអញ្ចឹងជាគោលដៅរបស់យើងគឺយើងចង់ធ្វើការស្រង់វត្តមានឡើងវិញបាទអញ្ចឹងដើម្បីអាចស្រង់បានលោកគ្រូមើលមកយើងរកពាក្យថាវត្តមានបាទបន្តមកទៀតនៅក្នុងផ្ទាំងនៃវត្តមាននេះលោកគ្រូឃើញមានសិស្សមានបុគ្គលិកបាទហើយរបស់ខ្ញុំនេះគឺយើងចង់សម្ដៅថាលោកគ្រូអាចធ្វើការស្រង់វត្តមានខ្លួនឯងបានដូចគ្នាដែរតែជារួមខ្ញុំមិនលម្អិតទេអ្វីដែលយើងចង់លម្អិតគឺទៅលើការស្រង់វត្តមានសម្រាប់សិស្សអញ្ចឹងតកតងនឹងការស្រង់វត្តមាននេះនៅក្នុងប្រព័ន្ធគឺយើងអាចធ្វើការស្រង់វត្តមានបានម្ដងមួយសប្តាហ៍បាទมันអាចបើកពេញមួយខែទេមានន័យលោកគ្រូអាចស្រង់បានមួយខែប៉ុន្តែជាទូទៅនៃការស្រង់គឺលោកគ្រូអាចស្រង់បានម្ដងមួយសប្តាហ៍ឬក៏យើងហៅថា5ថ្ងៃឬក៏នឹងឯងជាក់ស្ដែងគឺយើងគិតទៅលើថ្ងៃដែលយើងរៀនជាក់ស្ដែងណាអញ្ចឹងជាជំហានទី1លោកគ្រូត្រូវចូលមកហើយផ្នែកសិស្សនេះយើងអត់ធ្វើការផ្លាស់ប្ដូរទេបាទអញ្ចឹងលោកគ្រូមើលទៅជា default វាឈរជើងនៅកន្លែងបញ្ជាក់វត្តមាននេះអញ្ចឹងដើម្បីយើងអាចធ្វើការស្រង់វត្តមានសារឡើងវិញបានត្រឡប់ក្រោយវិញបានលោកគ្រូត្រូវចូលមកវត្តមានប្រចាំសប្តាហ៍បន្តមកទៀតយើងធ្វើការជ្រើសរើសថ្នាក់បាទថ្នាក់ណាដែលលោកគ្រូចង់ធ្វើការហ្នឹងបាទលោកគ្រូធ្វើការជ្រើសរើសទៅបន្តមកទៀតនៅកន្លែងនេះវានឹងចាប់យកថ្ងៃជាក់ស្ដែងអញ្ចឹងលោកគ្រូត្រូវធ្វើការដោះដូរមកថាតើយើងចង់ធ្វើការស្រង់វត្តមានសម្រាប់ខែមួយណាអញ្ចឹងខ្ញុំចង់ស្រង់វត្តមានឡើងវិញសម្រាប់ខែ1បាទអញ្ចឹងយើងចុចលើខែ1ទៅបន្តមកទៀតដល់ថ្ងៃណាអញ្ចឹងមានន័យថាពីថ្ងៃណាទៅថ្ងៃណាអញ្ចឹងខ្ញុំយកពីថ្ងៃទី1មកបន្តមកទៀតយើងមកដល់ថ្ងៃទីបាទខ្ញុំចុចមកក្នុងខែ1អញ្ចឹងគឺនៅកន្លែងនេះគឺខ្ញុំធ្វើការយក3ថ្ងៃសិនបាទខ្ញុំយកទៅថ្ងៃសៅរ៍ទេបាទដោយសារតែយើងចង់ផ្ដាច់ទៅថ្ងៃសៅរ៍សិនបន្តមកទៀតខ្ញុំយើងស្រង់វត្តមានចំនួន5ថ្ងៃជាប់គ្នាបាទអញ្ចឹងយើងចុចបង្ហាញទៅអញ្ចឹងនៅពេលដែលបង្ហាញលោកគ្រូឃើញនៅកន្លែងនេះវានឹងបង្ហាញចំនួនថ្ងៃ1ថ្ងៃ2មកហើយបាទអញ្ចឹងដោយសារតែថ្ងៃ1នៅក្នុងខែមករាគឺជាថ្ងៃជប់សម្រាប់អញ្ចឹងវាអត់បះកាយទេគឺវាបង្ហាញថ្ងៃ2ថ្ងៃ3ដែលយើងបានធ្វើការជ្រើសរើសមិញគឺមានន័យថាថ្ងៃសុក្រនិងថ្ងៃសៅរ៍បាទអញ្ចឹងដើម្បីយើងអាចយកវត្តមានបានលោកគ្រូមើលមកផ្នែកខាងស្ដាំវាដាក់ថាកែសម្រួលអញ្ចឹងយើងចុចលើនឹងមកបន្តមកទៀតយើងធ្វើការស្រង់ទៅអញ្ចឹងឧទាហរណ៍ថាសិស្សម្នាក់នេះបាទថ្ងៃទី18ថ្ងៃខែឆ្នាំកំណើតគាត់បន្តមកទៀតវេនដែលគាត់ស្រង់បើសិនមានព្រឹករសៀលយើងធ្វើការស្រង់តាមភាពជាក់ស្ដែងនៅក្នុងកន្លែងនេះគឺយើងអាចធ្វើការស្រង់តាមម៉ោងណាលោកគ្រូមានន័យថាយើងស្រង់យកមកពេលតែម្ដងអញ្ចឹងលោកគ្រូបញ្ជាក់ពេលណាមួយទៅបាទអញ្ចឹងឧទាហរណ៍វេនវត្តមានពេលព្រឹកគាត់មករៀនតែពេលរសៀលគាត់មករៀនដែរបាទថ្ងៃទី2ពេលព្រឹកគាត់អត់មកទេថ្ងៃទីពេលរសៀលក៏អត់មកដែរបាទអញ្ចឹងពេលដែលយើងស្រង់លោកគ្រូធ្វើការស្រង់ឲ្យគ្រប់សិស្សមក scroll ចុះក្រោមយើងចុចបង្ហាញ all បាទចុច show all នេះមកគឺយើងឃើញ donation អស់ហើយអញ្ចឹងនៅក្នុងចន្លោះ2ថ្ងៃនេះគឺលោកគ្រូស្រង់វត្តមានឲ្យគ្រប់សិស្សទៅហើយយើងធ្វើការរក្សាទុក
បាទចឹងគឺលោកគ្រូឃើញបាទជាប់មកហើយហ្នឹងចន្លោះនៃការស្រង់វត្តមានយើងស្រង់បែបហ្នឹងបន្តមកទៀតលោកគ្រូត្រូវធ្វើការបញ្ជាក់តរហូតមកសម្រាប់ថ្នាក់មួយហ្នឹងឥឡូវយើងស្រង់ថ្ងៃ2ថ្ងៃ3បាទសុក្រសៅរ៍មិញយើងស្រង់ហើយអញ្ចឹងយើងត្រូវ start ពីថ្ងៃច័ន្ទថ្ងៃទី5បញ្ចប់ទៅវិញនៅថ្ងៃទីបាទថ្ងៃទី10សម្រាប់ថ្ងៃសៅរ៍បាទអញ្ចឹងយើងចុចបង្ហាញទៀតមកអញ្ចឹងនៅពេលដែលបង្ហាញមកវានឹងចេញចំនួន5ថ្ងៃមកហើយបាទនេះអញ្ចឹងលោកគ្រូអាចធ្វើការចុចកែសម្រួលបន្តមកទៀតយើងធ្វើការដោះដូរស្ថានភាពដូចខ្ញុំបញ្ជាក់មិញទៅបាទប្រកាសមករៀនអត់បើមកយើងយកវត្តមានទៅអ្នកណាមកយឺតយើងដាក់យឺតទៅបាទឧទាហរណ៍តែនៅក្នុងនេះមិនមែនឲ្យលោកគ្រូមកធ្វើដូចខ្ញុំទេបាទសូមធ្វើទៅតាមភាពជាក់ស្ដែងដែលលោកគ្រូរៀបចំហ្នឹងទៅថាសិស្សណាមករៀនសិស្សណាមិនមករៀននៅក្នុងថ្ងៃហ្នឹងបាទអញ្ចឹងតាមភាពជាក់ស្ដែងបាទអញ្ចឹងខ្ញុំស្រង់ប៉ុណ្ណេះសិនហើយយើងធ្វើការរក្សាទុកទៅខ្ញុំសូមបញ្ជាក់ម្ដងទៀតថាការស្រង់វត្តមាននេះសូមឲ្យលោកគ្រូធ្វើទៅតាមភាពជាក់ស្ដែងទៅតាមសភៅដែលលោកគ្រូ note ហ្នឹងទៅក្នុងករណីដែលយើងចង់ធ្វើការស្រង់វត្តមានឡើងវិញចឹងសម្រាប់វីដេអូនៃការណែនាំមានប៉ុណ្ណឹងក្នុងករណីដែលលោកគ្រូមានជាសំណួរឬក៏ចង្អុលអីផ្សេងសូមធ្វើការទាក់ទងមកកាន់ក្រុមការងារដើម្បីសាកសួរបន្ថែមទៀតបាទសូមគោរពអរគុណ